ខ្ញុំអ្នកនិពន្ធដឹមដនសូមជូនរឿងចន្លេតនិងព្រះច័ន្ទរឿងនេះផងដែរខ្ញុំបាននិពន្ធនៅចុងឆ្នាំ2011និងបានបោះពុម្ពផ្សព្វផ្សាយនៅខែមិនិនាឆ្នាំ2012ដោយ Reading Book រឿងនេះក៏មានជនអគតិជាចោរលួចស្នាដៃលួចយកពីទីផ្សារទៅធ្វើក្នុង Channel ជាច្រើនតាំងពីឆ្នាំ2017មកម្លេះសូមបងប្អូនចូលរួមស្ដាប់និងប្រៀបធៀបសាច់រឿងនេះទៅនឹងសង្គមមនុស្សរស់នៅដូចតទៅមានចន្លេនត្រកមួយរស់នៅក្នុងដីអំពកតូចក្បែរដំបូកនៅឯព្រៃដាច់ស្រយាលថ្ងៃមួយចន្លេនបានវាកើមនៅតាមដងផ្លូវហើយក៏បានជួបនឹងសត្វទន្សាយមួយចន្លេនក៏សួរទៅសត្វទន្សាយថាបងទន្សាយហេតុអ្វីក៏បងរត់ប្រហែលទៅហមម្ល៉េះអូខ្ញុំទើបតែរត់ចេញពីជំរកខ្ញុំហេតុអ្វីក៏បងរត់ចេញខ្ញុំចេញទៅរកជំរកថ្មីព្រោះស្រុកភូមិកំណើតរបស់ខ្ញុំត្រូវមនុស្សឈូសឆាយអស់ហើយអញ្ចឹងបងមករស់នៅក្បែរអំពកខ្ញុំទៅព្រោះនៅទីនេះមានដំបូកមួយនិងគុំព្រៃល្មមបងអាចជ្រកកោនបានទន្សាយក៏យល់ព្រមរស់នៅក្បែរចន្លេនដោយសេចក្តីត្រេកអរបន្ទាប់មកទន្សាយនិងចន្លេនបានជួបនឹងសត្វប្រុសមួយរួចក៏នាំគ្នាសួរថាតើបងប្រុសរត់ទៅណាហេតុអ្វីក៏បងរត់លឿនម្ល៉េះប្រុសឆ្លើយតបថាខ្ញុំរត់គេចពីព្រានព្រោះសាមញ្ញគេបានបាញ់សម្លាប់ប្រពន្ធខ្ញុំបាត់ទៅហើយមកដល់ពេលនេះគេតាមរកបាញ់ខ្ញុំទៀតហើយកូនរបស់ខ្ញុំពីរទៀតមិនដឹងជារត់ទៅដល់ទីណានោះទេនិយាយដល់ត្រឹមនេះប្រុសក៏ស្រក់ទឹកភ្នែករួចនិយាយបន្តទៀតថាខ្ញុំអាណិតកូនពៅខ្ញុំណាស់វានៅបើនៅឡើយហើយត្រូវព្រាត់ពីមេបាទៀតខ្ញុំមិនបានដឹងថាពួកវានៅទីណានោះទេខ្ញុំចង់ទៅនៅព្រៃផ្សេងទៀតដែរតែខ្លាចអត់ទឹកនិងគ្មានស្មៅជាចំណីគិតមកខ្ញុំពិបាកចិត្តខ្លាំងណាស់ទន្សាយក៏និយាយទៅកាន់ប្រុសថាបងមិនបាច់ទៅណាទេសូមបងនៅជាមួយពួកខ្ញុំទៅគ្រាន់បានជាគ្នាមែនហើយបងកុំទៅណាបងនៅទីនេះសិនទៅបងចង់ទៅនៅឯណាចង់ទៅនៅឯព្រៃណាបើឥឡូវនេះសូម្បីតែព្រៃធំព្រៃរបស់ក៏ស្ទើរតែគ្មានសល់ផងនោះបងមិនស្គាល់ទឹកដីមិនស្គាល់ទីកន្លែងថ្មីច្បាស់លាស់ទេពិតជាជួបគ្រោះថ្នាក់ជន់មានស្លាប់ជាក់ជាពងខានប្រុសស្ដាប់ហើយក៏យល់ព្រមរស់នៅជាមួយទន្សាយនិងចន្លេនក្បែរដំបូកនិងកំពតព្រៃតូចមួយនោះទៅ2ថ្ងៃក្រោយមកសត្វទាំង3ក៏បានជួបនឹងសត្វកង្កែបចាស់ស្គរមួយលោតផ្លោតគ្មានទិសដៅសត្វទាំង3សួរព្រមគ្នាថាបងកង្កែបប្រឹងលោតទៅណាហ្នឹងកង្កែបឆ្លើយថាខ្ញុំមកពីបឹងឯណោឥឡូវមនុស្សកំពុងបូមទឹកចេញនឹងចាក់ខ្សាច់លុបបឹងនោះហើយនៅលើមេឃដ៏ធំល្វឹងល្វើយមានតែព្រះច័ន្ទមួយប៉ុណ្ណោះកំពុងសប្បាយនឹងការបញ្ចេញពន្លឺមានផ្កាយ 3-4 រះហែហមយប់នេះមេឃច្រឡះល្អព្រះច័ន្ទបញ្ចេញពន្លឺពណ៌ទឹកប្រាក់ហើយបន្ទាបខ្លួនធ្វើមកក្រោមឃើញដីវាលមានគល់ឈើដែលគេទើបនឹងកាប់ថ្មីមានដំបូកតូចមួយមានគុំព្រៃរបស់តូចតែមានសត្វទាំង4កំពុងរស់នៅព្រឹកថ្ងៃមួយចន្លេនប្រឹងតបល់រលដីរកចំណីទន្សាយនិងប្រុសខំរកអាហារទាំងក្តៅហែងកង្កែបប្រឹងកាំងទ្រាំរស់ក្នុងរន្ធក្រោមដីរំពេចនោះមានសំឡេងត្រាក់ទ័រមួយកំពុងឈូសឆាយបានមកដល់ទន្សាយប្រុសប្រឹងភៀសខ្លួនទាំងផិតភ័យកង្កែបប្រឹងលោតចេញពីរន្ធរីឯចន្លេនដែលប្រឹងតបល់ដីនោះក៏ត្រូវប៉ើងចាត់ខ្ចាយធ្វើឲ្យសត្វទាំងនោះត្រូវរបួសយ៉ាងធ្ងន់ធ្ងរដីដំបូកនិងគុំព្រៃតូចនោះคล้ายជាដីរាបវាលធេងទាំងអស់
ក្រោយពីមានរឿងបែបនេះហើយសត្វទាំង4ជំនុំគ្នាថាយើងសុទ្ធតែជាសត្វបាត់បង់ជំរកនិងព្រាត់ប្រាសគ្រួសារបើអញ្ចឹងយើងគិតទៅពឹងអ្នកណាភ្លាមនោះជន្លេនឆ្លើយថាមានតែប្រច័នទេដែលអាចជួយពួកយើងបានព្រោះនៅលើដីក្រមមេឃមានតែប្រច័នមួយគត់ដែលមានឥទ្ធិពលជាងគេសត្វទាំង3ក៏ឆ្លើយព្រមគ្នាថាអញ្ចឹងយប់នេះយើងទៅជួបប្រច័នតែម្ដងទៅយប់ស្ងាត់បន្តិចសត្វទាំង4បានជួបជុំគ្នាលើផ្ទាំងថ្មជើងភ្នំតូចមួយសត្វទន្សាយប្រាស់កង្កែបនាំគ្នានិយាយទៅកាន់ជន្លេនថាពីមុនគេបំផ្លាញជំរកខ្ញុំឥឡូវមកដងកន្លែងបងទៀតមើលណែយើងមានរបួសហើយជន្លេននិយាយដោយក្តីជឿចាប់ថាយប់នេះយើងចាំជួបប្រច័នឲ្យទាល់តែបានមួយសន្ទុះក្រោយមកប្រច័នចាប់ផ្ដើមរះមកដល់ជើងភ្នំនេះល្មមទន្សាយបានឃើញមុនគេក៏ស្រែកប្រាប់ទៅអ្នកទាំង3ភ្លាមជន្លេនក្លាហានបាននិយាយដោយទន់ភ្លន់ទៅកាន់មិត្តទាំង3ថាសុំទោសបងទុកឲ្យខ្ញុំនិយាយមុនប្រច័នបានសួរពួកគេថាពួកឯងមានការអីសូមនិយាយមកចុះជន្លេននិយាយទៅកាន់ព្រះច័ន្ទថានៅលើផែនដីនេះគឺមានតែបងម្នាក់គត់ពេលបងចេញទៅណាម្ដងមានផ្កាយរះព្រុងព្រាតជួយហាយហោមមានពន្លឺរះពេញមេឃចុះហេតុអ្វីក៏ខ្ញុំរកដីមួយដុំជ្រកនៅពុំបានប្រច័នឆ្លើយភ្លាមថាអញ្ចឹងតើឯងចង់ឲ្យយើងធ្វើដូចម្ដេចជន្លេនមានសំណុំពរមួយប្រាប់ទៅប្រច័នថាខ្ញុំចង់ឲ្យខ្លួនខ្ញុំដោះស្លាប់ដូចមេអំបៅអាចហោះហើរលើអាកាសបានខ្ញុំមិនចង់រស់នៅក្នុងដីនេះទៀតទេបន្ទាប់មកប្រាស់នៅកង្កែបនិយាយថាពួកខ្ញុំក៏មានបំណងមួយដែរខ្ញុំចង់ឲ្យបងជប់រះដើម្បីឲ្យមេឃងងឹតសម្បូរទឹកភ្លៀងសម្បូរស្មៅមានទឹកច្រើនតាមបឹងនិងទន្លេហើយពួកខ្ញុំអាចរស់នៅលើភ្នំនេះបានប្រច័នឆ្លើយតបថាការរះបំភ្លឺសត្វលោកជាទូនាទីរបស់ខ្ញុំមិនអាចជប់រះបានទេម្ដងនេះដល់វេនសត្វទន្សាយមានសំណុំពរថាខ្ញុំចង់ឲ្យបងរះរហូតដើម្បីឲ្យខ្ញុំបានប្រឡែងលេងនឹងពន្លឺស្រមោលហើយក៏មិនចង់ឲ្យមានភ្លៀងតែសម្បូរដោយទឹកសន្សើមសម្រាប់ខ្ញុំប្រច័នស្ដាប់ហើយឆ្លើយតបទៅសត្វទាំង4ថាបំណងពួកឯងសុទ្ធតែខុសគ្នាដូច្នេះយើងជួយពួកឯងមិនបានទេប្រច័ននិយាយចប់ក៏រះបន្តទៅមុខទៀតដោយមិនបងអង់ក្រោយពីប្រច័នរះឡើងខ្ពស់សត្វទាំង4ក៏មើលមុខគ្នាទៅភ្នែកលេងឡំទាំងក្រៀមក្រំក្នុងចិត្តសត្វទាំង4ពិគ្រោះគ្នាថាបើប្រច័នជួយពួកយើងពុំបានទេយើងស៊ូរស់នៅលើភ្នំតូចមួយនេះពិតជាស្លាប់ក្នុងថ្ងៃណាមួយមិនខានឡើយព្រោះគ្មានស្មៅគ្មានព្រៃឈើនិងពុំមានទឹកផឹកទៀតភ្នំនេះសម្បូរដោយផ្ទាំងថ្មមិនយូរប៉ុន្មានមនុស្សលោកនឹងត្រូវការថ្មសាងសង់ស្ពានថ្នល់ដូច្នេះពួកយើងមានតែទ្រាំរស់នៅតាមយថាកម្មរបស់យើងទៅចុះគោលបំណងរបស់អ្នកនិពន្ធរឿងជន្លេននិងប្រច័នមានបំណងអប់រំដល់បងប្អូនកុមារនិងមនុស្សទូទៅឲ្យចេះស្រឡាញ់និងជួយគ្នាក្នុងគ្រាមានអាសន្នជាពិសេសឲ្យចេះសាមគ្គីគ្នាហ៊ានប្រឈមមុខនឹងការងារលំបាកគ្រប់បែបយ៉ាងនិងចេះរួមគ្នារកដំណោះស្រាយផ្សេងដែលកើតមានចំពោះមុខប៉ុន្តែប៉ុណ្ណោះមានបំណងឲ្យបងប្អូនចេះស្រឡាញ់សត្វព្រៃចេះរក្សាធនធានធម្មជាតិផងដែរចេះតស៊ូព្យាយាមធ្វើអ្វីៗតាមសមត្ថភាពរបស់ខ្លួនពុំមានសេចក្តីលោភលន់ឡើយពីខ្ញុំបាទអ្នកនិពន្ធដឹមដនសមាជិកសមាគមអ្នកនិពន្ធខ្មែរអ្នកនិពន្ធសៀវភៅ5លោកសៀវភៅកំណាព្យទំនុកច្រៀងរឿងខ្លីនិងរឿងកុមារ